សួស្តីបងប្អូនទាំងអស់គ្នាចាមកដល់សំណួរវិញណាបងប្អូនហើយមករយៈនេះរវល់ពេកបងប្អូនប្រហែលថ្ងៃនេះអញ្ចឹងអត់បានតបខមមិនបងប្អូនទេបងប្អូនខមមិនជាច្រើនតែខ្ញុំរវល់អត់បានតបទេបងប្អូនណាយហើយថ្ងៃនេះបានពីមុខស្ងោរជួតត្រីហើយនឹងឆាសាច់ជ្រូកម្លេះប្រៃប៉ុនយើងបងប្អូនហើយបើថាត្រីខ្ញុំអត់ស្គាល់ទេបងប្អូនដោយសារតែគេហៅថាត្រីស្ទឹងអញ្ចឹងខ្ញុំហៅតាមគេទៅត្រីស្ទឹងនឹងឯងបងប្អូនណាយហើយនេះយើងរៀបចំដើម្បីនឹងឆាសាច់ជ្រូកម្លេះប្រៃប៉ុនយើងបងប្អូនសាច់ជ្រូកម្លេះប្រៃហ្នឹងយើងត្រូវដាក់ឲ្យហឹលបើថាអត់ហឹលទេគឺអត់ឆ្ងាញ់ទេបងប្អូនតោះតែហឹលអញ្ចឹងមិនឆ្ងាញ់តែម្នាក់ហូបហឹលអត់សូវបានទេប៉ុន្តែដាក់តហឹលអញ្ចឹងមិនឆ្ងាញ់បងប្អូនហើយនិយាយថាម្លេះប្រៃយើងវិញដាក់ទៅនិយាយថាអូយឡើងឈ្ងុយហ្មងហើយបងប្អូនណាដោយសារតែយើងដាំខ្លួនឯងអញ្ចឹងវាឈ្ងុយមែនតើហ្មងហើយបងប្អូនហើយឥឡូវឲ្យអស់ណាបងប្អូនអញ្ចឹងតោះទៅហូបបាយជាមួយខ្ញុំទាំងអស់គ្នាហើយយើងដាក់ជីមកនិយាយថាអូយឡើងឈ្ងុយពេញនឹងតែម្ដងឯណាបងប្អូនហើយថ្ងៃហ្នឹងមានច័ន្ទមុខដែរបងប្អូនបើបងអែមវិញមានអាឡឹកពណ៌ក្រហមហើយនឹងពណ៌លឿងនឹងឯងបងប្អូនហើយអាឡឹកពណ៌ក្រហមគឺឆ្ងាញ់ជាងថាពណ៌លឿងអត់សូវឆ្ងាញ់ទេបងប្អូនវារៀងសាបសាបងចឹងអត់សូវឆ្ងាញ់ទេប៉ុន្តែថ្លៃជាងក្រហមបងប្អូនតែថ្លៃមែនតែអត់ឆ្ងាញ់ទេចាញ់ក្រហមដាច់ហ្មងហើយបើអាឡឹកពណ៌លឿងវិញបានតែពណ៌ស្រស់ស្អាតទេបងប្អូនប៉ុន្តែអត់ឆ្ងាញ់ទេដូចគេនិយាយអញ្ចឹងកុំឲ្យមើលតែសម្បកក្រៅអញ្ចឹងទៅសម្បកក្រៅស្រស់ស្អាតមែនប៉ុន្តែអត់ឆ្ងាញ់ទេអញ្ចឹងទៅយើងកុំឲ្យលើទៅសម្បកក្រៅអីអញ្ចឹងណាយើងមើលទៅឃើញពណ៌ស្រស់ស្អាតហ្នឹងគិតថាឆ្ងាញ់ប៉ុន្តែអត់ឆ្ងាញ់ទេបងប្អូនបើអត់ជឿទេអាចសាកទិញហូបបានអីអញ្ចឹងណាបងគ្រាន់តែវាហ្នឹងថ្លៃជាងអាឡឹកពណ៌ក្រហមតិចតែមិនអីទេបើយើងចង់សាកចង់ស្គាល់រសជាតិហើយទិញសាកទៅបងប្អូនឲ្យដឹងរសជាតិថាយ៉ាងណាកុំឲ្យតាគេចេះតែនិយាយអីអញ្ចឹងណាបងប្អូនដូចខ្ញុំអញ្ចឹងខ្ញុំគ្រាន់តែលឺគេនិយាយខ្ញុំអត់សូវបានទេតោះតែសាកខ្លួនឯងដឹងខ្លួនឯងអញ្ចឹងបានជឿហ្មងហើយបងប្អូននេះមែនគឺជឿឲ្យបងប្អូនអត់ឆ្ងាញ់ទេនិយាយមែនហើយអញ្ចឹងបងប្អូនហូបបាយឲ្យនៅមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាអូយបងប្អូនហើយខ្យល់ខ្លាំងមែនតើហ្មងអត់សូវត្រជាក់ទេប៉ុន្តែខ្យល់វិញអូយឡើងខ្លាំងដើមឈើអីស្លឹកស្វាយស្លឹកអីបងប្អូនហើយទៅចោលផ្ទះប្រហែលថ្ងៃមកវិញឡើងកោដូចពនុកតែម្ដងហើយបងប្អូនដោយសារតាស្លឹកស្វាយស្លឹកអីធ្លាក់ពេញនៅឯងបងប្អូនស្អែកនឹងខ្ជិលបោះណាបងប្អូនណាយនិយាយទៅគឺឲ្យទៅទុកផ្ទះចោលទៅប្រហែល1ថ្ងៃ2ថ្ងៃហ្នឹងមកវិញដូចនៅម្ដងទៀតចឹងដោយសារតែវាខ្យល់មកធ្លាក់ឡើងពេញជុំវិញផ្ទះតែម្ដងគាត់ឃើញខ្ជិលដែរប៉ុន្តែក្តីសុខបងប្អូនដោយសារតែមានដើមឈើព័ទ្ធជុំវិញផ្ទះហ្នឹងឯងធ្វើឲ្យតែយើងត្រជាក់អីចឹងទៅទោះជាខែក្តៅក៏វាអត់ក្តៅខ្លាំងដែរបងប្អូនដោយសារតែយើងមានដើមឈើធំដើមស្វាយអីនៅជុំវិញផ្ទះហោះឥឡូវស្វាយខ្ញុំដើមស្វាយផ្អែមខ្ញុំដើមស្អីកៅលមៀតអីហ្នឹងគឺផ្លែបងប្អូនគឺផ្កាច្រើនដែរប៉ុន្តែជាប់មិនជាប់អត់ដឹងទេដោយសារតែវាខ្យល់ពេកឥឡូវផ្លែច្រើនដែរបងប្អូនបើថាកៅលមៀតវិញមួយដើមនោះគឺផ្លែធំប៉ុណ្ណឹងក៏ដៃអស់ហើយនៅចាំទៅហូបអីចឹងទៅហើយខ្ញុំមិនដើរចោលផ្ទះពេកនៅពេលដែលមកវិញដឹងថាស្វាយខ្លួនឯងមានផ្លែទេបងប្អូនតោះខ្យល់ខ្លាំងជ្រុះអីចឹងទៅបានផ្អើលថាស្វាយផ្លែពីកាលធំមកហើយអីចឹងណាហើយស្វាយហ្នឹងពងរថាបេះដាក់ត្រាំវាអីចឹងណាបងប្អូនបើថាទុកទុំត្មងក៏វាមិនសូវឆ្ងាញ់ដែរស្វាយកៅលមៀតអញ្ចឹងចង់បេះយកមកត្រាំទុកធ្វើជាស្វាយត្រាំអីអញ្ចឹងណាទុកបានយូរដែរបងប្អូនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណឹងឯងបើពេញចិត្តសូមកុំភ្លេចជួយ follow page របស់ខ្ញុំ comment និង like ម្នាក់មួយផងដែរហើយក៏អរគុណដល់បងប្អូនដែលតែងតែចូលទស្សនាវីដេអូខ្ញុំដល់ចប់ផងដែរអរគុណបងប្អូនទាំងអស់គ្នាជាពិសេសនោះបងប្អូនចូល comment ខ្ញុំម្នាក់មួយមកខ្ញុំមកលេងតែបងប្អូនវិញហើយឥឡូវទៅនេះវិញណាបងប្អូនអរគុណ